មានក្មេងស្រីម្នាក់បានលងតាក់ទាំងអាចកំបាំងហើយវិញ្ញាណរបស់នាងមិនបានទៅណានោះទេជារៀងរាល់យប់នៅថ្ងៃពេញបរមីគេតែងតែឮសូរសំឡេងស្រែកយំចេញពីស្រះនោះមានយុវជនម្នាក់ឈ្មោះថារតដែលចង់ដឹងការពិតថារឿងនេះគេប្រឌិតមែនដែរឬទេនៅយប់មួយគាត់បានកាន់ភ្លើងពិលដើរទៅស្រះនោះតែម្នាក់ឯងខ្យល់បានបោកបក់យ៉ាងខ្លាំងដែលធ្វើឲ្យបរិយាកាសនៅទីនោះគួរឲ្យខ្លាចនៅពេលដែលគាត់ដើរទៅដល់ស្រះទឹកនោះយ៉ាងស្ងាត់ជ្រងំរហូតដល់គ្មានជីវិតនៅភ្លាមនោះមានឮសូរសំឡេងស្ត្រីម្នាក់បានយំបន្តិចម្ដងដែលហៅថាជួយខ្ញុំផងរតបានបាញ់ពើទៅកាន់លើទឹកនោះគាត់បានឃើញស្ត្រីម្នាក់ដែលមានសក់ខ្លីកំពុងតែឈរនៅកណ្ដាលស្រះទាំងដែលទឹកនោះជ្រៅខ្លាំងណាស់នាងបានលើកដៃមកកាន់គាត់យឺតរតបានដើរថយក្រោយទាំងភាពភ័យខ្លាចប៉ុន្តែជើងរបស់គាត់មិនអាចរត់បាននោះទេនៅពេលនោះក៏ស្រាប់តែទឹកស្រះនោះក៏ចាប់ផ្ដើមមានរលកបោកបក់យ៉ាងខ្លាំងហើយមានដាវខ្មៅជាច្រើនបានលើកចេញពីទឹកបានចាប់ជើងរបស់គាត់អស់ចូលទៅក្នុងស្រះរតបានស្រែកទាំងអស់កម្លាំងប៉ុន្តែមិនមាននរណាម្នាក់បានលើសំឡេងគាត់តតែសោះលុះព្រឹកឡើងអ្នកភូមិបានឃើញភ្លើងពើអណ្ដែតនៅលើទឹកចាប់ពីថ្ងៃនោះមកគេបាននិយាយថានៅពេលយប់ស្ងាត់អ្នកដែលអាចឮសូរសំឡេងស្រែកចេញពីស្រះនោះគឺជាខ្មោចដែលកំពុងតែរង់ចាំចាប់មនុស្សបន្តទៅទៀតហើយបន្ទាប់ពីអ្នកភូមិបានស្ងប់ស្ងាត់បន្តិចក៏មានបុរសចំណាំម្នាក់ដែលមានឈ្មោះថាតាផលដែលគាត់ធ្លាប់បានស្នាក់នៅក្នុងភូមិនោះកាលពីក្មេងគាត់បាននិយាយថាស្រះនោះមិនមែនជាស្រះខ្មោចធម្មតានោះទេវាគឺជាកន្លែងដែលវិញ្ញាណអាក្រក់ស្ថិតនៅទីនោះអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយយប់មួយតាផលបានប្រាប់ទៅកាន់អ្នកភូមិពីរឿងអាថ៌កំបាំងមួយកាលពី40ឆ្នាំមុនមានក្មេងស្រីម្នាក់ឈ្មោះថាសុភាដែលត្រូវបានគេរុញទម្លាក់ចូលទៅក្នុងស្រះទឹកនោះដោយសារតែមនុស្សចំណាយម្នាក់នៅក្នុងភូមិមុននឹងស្លាប់នាងបានសបត់ថាអ្នកណាម្នាក់ដែលហ៊ានមកលេងនៅក្បែរស្រះនេះខ្ញុំនឹងយកពួកគេទៅនៅជាមួយចាប់តាំងពីពេលនោះមកមនុស្សជាច្រើនតែងតែបាត់ខ្លួនដោយអាថ៌កំបាំងនៅយប់នោះផងដែរខណៈពេលដែលអ្នកភូមិកំពុងតែស្ដាប់រឿងនេះក៏ស្រាប់តែបានឮសូរសំឡេងស្រែកចេញពីខាងក្រៅជួយផងមនុស្សទាំងអស់ក៏បាននាំគ្នារត់ទៅមើលនៅក្បែរស្រះនោះពួកគេបានឃើញក្មេងប្រុសម្នាក់កំពុងតែដេកសន្លប់ហើយនៅលើដីមានស្នាមជើងសើមដើរចេញពីទឹកតាផលភ័យស្លេកមុខព្រោះស្នាមជើងនោះមិនមែនជាស្នាមជើងរបស់មនុស្សនោះទេវាវែងនិងបត់ខុសធម្មតាហើយដូចជាជើងរបស់អ្វីមួយដែលមិនមែនជាមនុស្សភ្លាមខ្យល់ត្រជាក់ក៏បានបោកបក់ឆ្លងកាត់អ្នកភូមិហើយសំឡេងស្ត្រីម្នាក់បានឮរំពងពីពេញស្រះខ្ញុំនៅតែរង់ចាំទឹកនៅក្នុងស្រះនេះក៏ចាប់ផ្ដើមពុះឡើងយ៉ាងសន្ធោសន្ធៅដូចមានអ្វីមួយកំពុងទៅនៅក្រោមទឹកហើយនៅក្នុងភាពងងឹតអ្នកភូមិបានឃើញភ្នែកដកក្រហមពីរគូបានបើកឡើងយ៉ាងយឺតអ្នកភូមិទាំងអស់ក៏បាននាំគ្នារត់ថយក្រោយទាំងភាពភ័យខ្លាចមានតែតាផលម្នាក់តែប៉ុណ្ណោះដែលគាត់នៅឈរមើលនៅស្រះនោះដោយទឹកមុខស្លេកស្លាំងភ្នែកទាំងពីរក្រហមនោះកាន់តែខ្លាំងឡើងនៅលើផ្ទៃទឹកបន្តិចម្ដងរូបរាងរបស់ស្ត្រីម្នាក់ក៏បានលេចចេញមកសក់របស់នាងខ្លីសើមជោកមុខស្លេកស្លាំងដូចជាសាកសពតែភ្នែកខ្មៅជ្រៅគ្មានក្រអូបនាងបានញញឹមទាំងយឺតទឹកនៅជុំវិញស្រះនោះក៏ចាប់ផ្ដើមខ្មៅដូចជាឈាមលាយឡំជាមួយនឹងភក់តាផលបាននិយាយទាំងសំឡេងញ័រសុភា
អ្នកមិនតាន់ទៅណាទេឬខ្មោចស្រីនោះបានងាកមកមើលគាត់ភ្លាមអ្នកទាំងអស់គ្នាសុទ្ធតែបានបកបង់ខ្ញុំភ្លាមនោះដៃខ្មៅជាច្រើនបានលេចចេញពីទឹកបានចាប់កជើងរបស់អ្នកភូមិម្នាក់អស់ចូលទៅក្នុងស្រះមនុស្សគ្រប់គ្នាបានស្រែកហើយបាននាំគ្នារត់គេចទាំងច្របូកច្បល់តាផលបានដួលនៅលើដីខណៈពេលដែលខ្មោចស្រីនោះដើរមកជិតគាត់ដោយមិនមានជើងប៉ះទៅនឹងដីនាងបានខ្សឹបមកប្រាប់ត្រចៀករបស់គាត់ថាយប់នេះខ្ញុំនឹងយកវិញ្ញាណមនុស្សម្នាក់ហើយពេលនោះក៏ស្រាប់តែឮសូរសំឡេងសូត្រធម៌ពីព្រះសង្ឃម្នាក់នៅឯចុងភូមិព្រះសង្ឃចាស់នោះបានកាន់ចង្កៀងនិងខ្សែអំបោះស័ក្តិសិទ្ធិដើរមកក្បែរស្រះខ្យល់ក៏ចាប់ផ្ដើមបោកបក់យ៉ាងខ្លាំងខ្មោចស្រីបានស្រែកយ៉ាងខ្លាំងរហូតដល់ទឹកស្រះនោះរលើកដូចជាព្យុះព្រះសង្ឃបានសូត្រមន្តមិនឈប់រហូតដល់ភ្លើងចង្កៀងរបស់លោកបានភ្លឺកាន់តែខ្លាំងឡើងភ្លាមរូបរបស់ខ្មោចស្ត្រីនោះក៏ចាប់ដើមរលាយបន្តិចម្ដងហើយមុននឹងនាងបាត់បង់នាងបានសោយយ៉ាងត្រជាក់ហើយបាននិយាយថាខ្ញុំនឹងត្រឡប់មកវិញបន្ទាប់ពីទឹកស្រះនេះស្ងប់បាត់ទៅវិញដូចជាធម្មតាតែក៏ចាប់ពីយប់នោះជារៀងរាល់យប់ដែលមានមេឃភ្លៀងខ្លាំងអ្នកភូមិតែងតែឮសូរសំឡេងមនុស្សស្រីម្នាក់បានស្រែកយំចេញពីក្រោមទឹកបន្ទាប់ពីយប់នោះអ្នកភូមិបានគិតថាវិញ្ញាណរបស់សុភាត្រូវបានបណ្ដេញចេញបាត់ទៅហើយពួកគេក៏បានចាប់ផ្ដើមរស់នៅយ៉ាងធម្មតាវិញប៉ុន្តែគ្មាននរណាម្នាក់ហ៊ានទៅក្បែរទឹកស្រះនោះនៅពេលយប់ទៀតនោះឡើយតែប៉ុន្មានសប្តាហ៍ក្រោយមកមានក្មេងស្រីម្នាក់ឈ្មោះថាលីណាបានបាត់ខ្លួនអ្នកភូមិក៏បាននាំគ្នាដើររកគ្រប់ទីកន្លែងរហូតដល់ពាក់កណ្ដាលត្រៀតទើបពួកគេបានឮសូរសំឡេងក្មេងស្រីម្នាក់បានច្រៀងតិចពីក្បែរស្រះទឹកនោះសំឡេងនោះស្រទន់គួរឲ្យខ្លាចនៅពេលដែលពួកគេទៅដល់បានឃើញលីណាឈរនៅមាត់ស្រះដោយភ្នែករបស់នាងបិទជិតហាក់បីដូចជានាងកំពុងតែដេកតាផលបានស្រែកឡើងកុំចូលទៅជិតនាងប៉ុន្តែវាយឺតពេកទៅហើយលីណាបានបើកភ្នែកយឺតភ្នែករបស់នាងបានប្រែទៅជាខ្មៅទាំងស្រុងហើយសំឡេងដែលចេញពីមាត់នាងមិនមែនជាសំឡេងរបស់ក្មេងស្រីនោះទេខ្ញុំត្រឡប់មកវិញហើយទឹកស្រះនោះក៏បានពុះឡើងយ៉ាងខ្លាំងដៃខ្មៅជាច្រើនក៏បានលេចចេញពីក្នុងទឹកហើយសម្មៅមនុស្សសើមកំពុងតែដើរចេញពីស្រះម្ដងមួយពួកគេគឺសុទ្ធតែជាមនុស្សដែលបានបាត់ខ្លួនកាលពីមុនអ្នកភូមិបាននាំគ្នារត់គេចទាំងភាពស្លន់ស្លោសំឡេងស្រែកនិងសំឡេងសើចលាយឡំគ្នាពីពេញតែភូមិតាផលបានចាប់ដៃរបស់លីណាហើយបានសូត្រពាក្យបួងសួងចាស់ដែលគាត់ធ្លាប់បានរៀនពីបុរាណភ្លាមខ្យល់ក៏បានបោកបក់កាត់នោះយ៉ាងខ្លាំងលីឡាបានដួលសន្លប់នឹងដីស្រមោលទាំងអស់និងដៃខ្មៅក៏បានរលាយចូលវិញទៅក្នុងទឹក